ជនជាតិវៀតណាម3នាក់ចាក់ខ្មែរធ្លីពោះព្រោះតែរឿងបើកកណ្ដុតតាក់ម៉ងនៅបឹងទន្លេសាបជនសង្ស័យ3នាក់ជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចាក់អ្នកនេសាទខ្មែរម្នាក់ឲ្យធ្លាយពោះរងរបួសធ្ងន់គ្រាន់តែរឿងបើកកណ្ដុតតាក់ម៉ងបណ្ដាច់ក្នុងទឹកហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2025នៅក្នុងភូមិសាស្ត្របឹងទន្លេសាបចំណុចបាឡតស្ថិតនៅក្នុងព្រំប្រទល់3ឃុំគឺឃុំកំពង់លួងឃុំពីមបាំងនិងឃុំផាត់សណ្ដៃជនរងគ្រោះមានឈ្មោះឌុងខាអាយុ43ឆ្នាំបានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញចំណែកជនដៃដល់3នាក់ទី1មានឈ្មោះគវៀនវ៉ាន់លឹកគវៀនវ៉ាន់ឡតនិងឈ្មោះចាំងវ៉ាន់នឺត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនល្មើសត្រូវបានសារភាពថានៅពេលកាត់ហេតុមានកណ្ដុតមួយគ្រឿងធ្វើដំណើរដោយជនរងគ្រោះនិងប្រពន្ធបានទម្លាក់ស្លាប់ចាក់តាក់ម៉ងបណ្ដាច់ទឹកពេលនោះពួកគេក៏បានឆ្លោះប្រកែកគ្នាជាខ្លាំងដែលមានការនិយាយស្ដាប់គ្នាលេចបានក៏បង្កជាហិង្សាហើយពួកគេក៏បានព្រួតវាយនិងយកស្នចាក់ទៅលើជនជាតិខ្មែររូបនោះបណ្ដាលឲ្យធ្លីពោះរងរបួសធ្ងន់ហើយជនបង្កបានបើកកណ្ដុតកិច្ចខ្លួនបាត់ស្ត្រីជាប្រពន្ធបានប្តឹងទៅសមត្ថកិច្ចតាមស្រាវជ្រាវរហូតឃាត់ខ្លួនជនល្មើសទាំង3នាក់យកមកប្តឹងទោសទៅតាមផ្លូវច្បាប់